ស្នេហ៍ស្មោះមានការវៃបងមានការណាស់នួនល្អងការវៃបងការវៃបងប្រាំអូនផងឲ្យលឿនឡើងរឿងស្នេហ៍យើងណាប្រលឹកស្អប់ឯងណាចាស់ហើយណាឡើងទៅឯងណាយប់មិញផ្អែមហ៎សួររឿងហ្នឹងខ្វះគេឯងអើយឯងនឹងសួររឿងចឹងទៅអារឿងកន្លងផុតមកយកឯងต้องមកសួរខ្ញុំសួរតែយប់មិញឯងផ្អែមអត់ខ្មាស់ញៀតឯងអីខ្ញុំសួរថាយប់មិញផ្អែមហ៎ខ្ញុំសួរតែខ្មាស់កូនមកតន់ល្អយ៉ាបែកស្គួតអីខ្ញុំសួរថាដុំយប់មិញផ្អែមអត់ព្រោះដុំមីស្ទ័រឯងសួរដងហ៎យេខ្ញុំណាស់នេះឲ្យចិត្តរឿងអីផ្សេងណែឯងណាមើលឃើញឯងចឹងនឹកឃើញកាយើងនៅតូចហ៎កាលហ្នឹងឯងទៅមើលគោឯងមើលគោឯងមើលគោឯងរត់រយបើញ៉ាំទៅទាំងឯងរត់ច្រាតអីមិនរត់ស្រាតឯងគោដេញជុលឯងរត់របូតខោយកឃើញឯងអត់ចាឃើញហ្នឹងបើវាឃើញហ្នឹងមិនស្រឡាញ់ឯងតឥឡូវហ្នឹងអូឃើញលុយរបស់គេមកគេម៉ែវារៀងនិយាយរៀងគេចង្ហាដែរកាលនោះដកបានគ្នា3 4 5ឆ្នាំទូចហេខ្ញុំក៏បាត់ថាតូចមែនតែរឿងកូនអីមកឲ្យចាញ់គេមកនេះចង់ភ្លុះចង់មួយឆ្នាំ4ក៏បានស្អប់ចាំចាញ់ចាស់តើចាំចាញ់នេះធំតើឯងណាចាខ្ញុំមើលឯងយូរទៅដូចមានអារម្មណ៍មកទេវ៉ៃអបខ្ញុំសុំអង្គុយចិត្តឯងឲ្យមានសេវាតិចមើលស្អប់ឯងស្អប់ឯងមើលស្អប់អូយក៏មិនតបខ្ញុំផងវាចាំបើឯងអៀនឯងណាចាខ្ញុំថើបមួយហើយថើបការាវាខ្មាស់គេញ៉ៃមាននឿណាអត់មាននឿក៏ได้ខ្មាស់គេថើបចឹងសំថើបទៅឯងថើបខ្ញុំធ្វើអីទេតែមកពីណាកូនឈឺថ្មីអីឃើញឯងឈឺមិនអត់តែឈឺជើងវាដល់ជើងអូឈឺថ្មីកូនឈឺថ្មីដល់ជើងឯងណាយកកូនទៅពេទ្យឯងកូនឈឺថ្មីដល់ជើងនេះហើយកាត់មិនឥឡូវនេះយកកូនទៅពេទ្យទៅយកកូនទៅពេទ្យលឿនឡើងឯងអូយឯងវាឡំលើឯងវែងបួនអត់ហើយអើយពុកឯងឈឺយូរហើយពេលណាទៅឈប់ពុកអីគេអាគ្រឿនល្អម៉ឹងពុកឯងឈឺចឹងអត់ដឹងខ្មោចម៉ែនៅចាំផ្លូវទៀតអីគឺឯងរងដាក់តនាយអញឲ្យទៅខ្លាចពុកឯងនឹកម៉ែយប់មិញអញដេកយកសពឃើញម៉ែឯងណាគ្រឿនពុកអញដេកយកសពឃើញម៉ែឲ្យចាប់ជាតិហើយនិយាយដល់ខែធ្វើស្រែពុកឯងសម្រាប់ឈឺសិនទៅចាំស្ទងហើយចាំឈឺវិញណាឈឺចាំមានខែមន់សុនដល់ដៅហើយអញចង់ឈឺណាស់ឥឡូវឲ្យឈឺម្ដងអូខ្ញុំឈឺក៏មិនទាន់ពុកឯងណាពុកឯងចិត្តទៅហើយនោះអាគ្រឿនអញទៅឯណាអើយអានេះច្បាច់លឺអត់ច្បាច់ទេច្បាច់លោតែខ្សែដៃអញហ្នឹងម៉ានជីពុកហ្នឹងមកសួរដេញដោលទៀតម៉ានជី6ជីនៅហាងណាចាប់បាច់សួរហាងនេះពុកឯង
ងដោះឲ្យខ្ញុំមកលើឬមួយក៏ចាំស្លាប់អត់ដោះឯងមើលអញឲ្យមើលមកមើលខ្សែដៃអាគ្រឿនពុកអើយតនខែនឹងអាចារ្យទំនេរពុកហើយម្រាញ់ម្រងដេញអញទៅណាអត់ទេហៅអាចារ្យមកលើករិស័យពុកឯងកុំឲ្យវាឈឺធ្ងន់ពេកពុកកូនអើយកូនអញដេកតិចសិនហើយមើលហៅបងប្អូនមកអាគ្រឿនពុកឯងទៀតតាណាក៏ឆ្អឹងដែរអញឈឺមកអញស្គមឯងហៅបងប្អូនជុំឆ្លៀមកស៊ីសុបប៉ពេគ្រឿនពុកពេលពុកឯងស្លាប់ទៅពុកឯងយកទៅដុតអីវត្តក៏ដុតនៅផ្ទះពុកអញដុតនៅផ្ទះហើយអូយពុកអើយដុតនៅវត្តទៅទុកផ្ទះខ្ញុំនៅអត់ទេអានេះអញដុតនៅវត្តអញខ្លាចខ្មោចស្លាប់ហើយចេះខ្លាចខ្មោចអីទេកូនដល់ពេលដុតអញប្រាប់គេកុំឲ្យឈួលភ្លើងក្តៅពេកពួកអញខ្លាចក្តៅហ៎ពួកអញទឹកនោមផ្អែមប្រយ័ត្នខ្លោចអត់អីទេចាំឲ្យអាចារ្យដាក់ប៊ីចេងថែមហើយម្រងចុចអញដូចអំបិលម្រេចពុកឯងញ៉ាំជាទៅពុកលក់គោចង់អស់ហើយគ្រឿនអើយគ្រឿនឡើងងើបទៅសួរម្នាងឲ្យកំហមទូរស័ព្ទលេខម៉ានពុកឯងមិនសួរថាដាច់ខ្យល់ពេលណាអត់សួរទេសួរម្នាងឲ្យកំហមទេអញចង់សុំធ្វើកូនធေါ်គ្រឿនឡាពេលអត់ពីពុកទៅគ្រឿនឯងមើលមាន់ជុលពីរហ្នឹងឲ្យវាឡាំគ្នាហើយទៅអើយគ្រឿនអើយពុកស្លាប់មែនពុកអើយអានេះវ៉ៃអញដេកលក់មកខាំងស្មានពុកឯងស្លាប់បានសម្រេចហើយអានេះដាក់តែទលាយអញងាប់មកគ្រឿនយកអញទៅពេទ្យគ្រឿនមកទៅនៅដាច់ចោលហើយគ្រឿនពុកឲ្យពុកមកលឿនអានេះបើអត់ចង់រួយរកស្រីមួយភ្លេចយកឲ្យវាយវ៉ាន់ពេទ្យអើយម្ចាស់ទឹកម្ចាស់ដីអើយជួយកូនជួយចៅណាអូមានអ្នកជំងឺចូលមួយថ្ងៃ50-60នាក់đóតែមិនបន់ឲ្យគេឈឺទេតែបើមានលទ្ធភាពអាចឈឺបានក៏ឈឺទៅជួយបន់នេះដល់កូនលោបានរួចដល់អីទៀតបើឯងបន់អស់ហើយបាទឈឺទៅតន្តានេខែហ្នឹងឈឺទៅចាំតែយើជួយកូនជួយចៅជួយបើស្អែកលើកដាក់ចិត្តនាងចាស់យើងរូបយើងមើលពុកអញថ្វាយជ្រូកមួយទៀតលើកចិត្តនាងចាស់យើង